តារាចម្រៀងរ៉េប Nicki Minaj គាត់គឺជាតារាចម្រៀងដែលគាត់បានប្រកាសទៅដល់មហាជនណាដែលគាត់គឺជា fan កាប់មុខលេខ1របស់ប្រធានាធិបតី Donald J. Trump ហើយគាត់បាននិយាយថាគ្មានអ្វីដែលនឹងធ្វើឲ្យគាត់នឹងផ្លាស់ប្ដូរនៅការគិតរបស់គាត់ឡើយអញ្ចឹងគាត់គឺនៅតែជា fan របស់ប្រធានាធិបតី Donald J. Trump ទោះមានរឿងអីកើតឡើងក៏ដោយគាត់អត់ខ្វល់ថាមានមនុស្សជាច្រើននឹងស្អប់គាត់ឬក៏គាត់នឹងត្រូវបាត់បង់ប្រជាប្រិយភាពនោះទេអញ្ចឹងគាត់នៅតែបន្តគ្រប់គ្រងដល់ប្រធានាធិបតី Donald J. Trump ហ្នឹងគាត់ថាពិតប្រាកដណាស់ដល់ពេលដែលមនុស្សកាន់តែស្អប់គាត់គឺរឹតតែធ្វើឲ្យគាត់នឹងកាន់តែគ្រប់គ្រងដល់ប្រធានាធិបតី Donald J. Trump ហើយគាត់ក៏បាននិយាយថាយើងនឹងបង្កើនការជំរុញរបស់យើងឲ្យកាន់តែគ្រប់គ្រងគាត់ថែមទៀតហើយយើងនឹងមិនឲ្យមាននរណាម្នាក់មក bully ដល់គាត់នោះទេឬក៏មើលម៉ាក់ងាយដល់ប្រធានាធិបតី Donald J. Trump ហ្នឹងហើយមិនដោយឲ្យ campaign ឬថាអ្នកដែលបង្កើតព័ត៌មានអីតាមបណ្ដាញសង្គមហ្នឹងនិយាយពីគាត់ចឹងណាហើយមួយទៀតគាត់នឹងមិនឲ្យមានទៅថាអ្វីទាំងអស់នោះកើតឡើងចំពោះគាត់ឡើយអញ្ចឹងណាហើយបន្ទាប់មកគាត់និយាយថាប្រធានាធិបតី Donald J. Trump ហ្នឹងគាត់ថាមានសម្ពាធមានការបង្ខិតបង្ខំជាច្រើននៅពីក្រោយគាត់ហើយអ្វីដែលគាត់មានសម្ពាធហ្នឹងគឺថាព្រះបានការពារនៅពីក្រោយខ្នងរបស់គាត់ជានិច្ចហើយគាត់ថាអាមែនចឹងយើងឃើញថាគាត់តារាចម្រៀងរ៉ាបហ្នឹងគាត់បង្ហាញទៅដល់ទស្សនិកជនហ្មងថាគាត់គឺជា fan កាប់មុខហើយអញ្ចឹងយើងមើលទៅគាត់ទៅថាគាត់មើលទៅអត់មានស្ដាយក្រោយអីណាគាត់និយាយមកឬថាតែគាត់និយាយមកដូចរបៀបថាសើចផងសប្បាយផងអីចឹងណាមើលទៅដូចមិនទេដូចធំជឿគាត់ឬមិនជឿគាត់ទេប៉ុន្តែមើលទៅគាត់របៀបធ្វើឲ្យគេនឹងមើលទៅគាត់ដូចជាតារាកំ pl ែងមិនទេគាត់ឡើងសន្ទរកថាប្រកាសដល់មហាជនចឹងមើលទឹកមុខគាត់មើលទៅដូចគាត់អត់ដឹងដែរបងប្អូនឥឡូវបងប្អូន comment មើលថាគាត់មុខគាត់មិនដែរគាត់និយាយផងសើចផងចឹងណា